បន្ទាប់ពីការប្រកួតជាមួយនឹងប៉ាថេនស៊ូហ្វូត្រូវបានបញ្ចប់ហ៊ូបានឲ្យសូរ៉ាន់ចូលប្រកួតក្នុងការដណ្ដើមតំណែងជាអ្នកស្នងនៃប៉ាសេនស៊ូហ្វូដើម្បីឲ្យសូរ៉ាន់ស្វែងយល់អំពីជីតារបស់គេហើយនឹងចង់ដឹងថាជីតារបស់គេគឺជានរណាពិតប្រាកដអញ្ចឹងហើយសូរ៉ាន់នឹងក្លាយទៅជាអ្នកស្នងតំណែងនៃប៉ាថេនស៊ូហ្វូសិនទើបគេអាចរកឃើញពីប្រវត្តិរបស់ជីតារបស់គេដោយសូរ៉ាន់ពេលនេះនឹងត្រូវរស់នៅលើភ្នំជាមួយនឹងហ៊ូដើម្បីវឹកហាត់វិជ្ជាគុណត្រៀមប្រឡងជាអ្នកស្នងតំណែងនៃប៉ាថេនស៊ូហ្វូរួចហើយនាងក៏បានផ្ទៃកញ្ចៃកតេនៃធម្មពលរបស់នាងឲ្យទៅកាន់សូរ៉ាន់រហូតដល់សូរ៉ាន់អាចប្រើប្រាស់វាបានហើយរយៈពេល1ខែនឹងសូរ៉ាន់គឺមិនអាចប្រើបច្ចេកទេសគីណូចេះនោះទេអញ្ចឹងហើយបានជាហ៊ូឲ្យសូរ៉ាន់ប្រើបច្ចេកទេសរបស់នាងវិញឯកបច្ចេកទេសមួយនឹងត្រូវបានហៅថានូហ្វូគូហើយពេលនោះនាងក៏បានដោះសម្លៀកបំពាក់ដើម្បីទៅមុជទឹកនៅពីមុខសូរ៉ាន់តែម្ដងដែលមើលទៅហ៊ូនាងមិនដឹងពីសព្វនភាពរវាងមនុស្សប្រុសនិងមនុស្សស្រីនោះទេដែលសូរ៉ាន់រៀនបច្ចេកទេសធម្មពលបណ្ដាគេក៏បានអៀនបណ្ដាហើយឈាមច្រមុះបណ្ដាទៀតហើយសាច់គ្រឿងរបស់យើងក៏បានបង្ហាញថាព្រហ្មចារីយ៍របស់សូរ៉ាន់នោះគឺជាត្រាដើម្បីការពារធម្មពលគិតថៃហ្គែនកាលណាដែលសូរ៉ាន់រួមភេមត្រាដែលការពារធម្មពលគិតថៃហ្គែននោះនឹងត្រូវបានរលំហើយធម្មពលគិតថៃហ្គែននោះវានឹងផ្ទុះចេញមកនឹងធ្វើឲ្យប៉ះពាល់ដល់រាងកាយរបស់សូរ៉ាន់ប្រសិនបើសូរ៉ាន់គឺមិនទាន់ចេះគ្រប់គ្រងនោះទេដូច្នោះហើយហ៊ូនាងក៏បាននាំនារីពីរនាក់ដើម្បីមកបំផ្លាញព្រហ្មចារារបស់សូរ៉ាន់ប៉ុន្តែក៏ត្រូវបានសូរ៉ាន់ដេញចេញទៅទាំងពីរហ្នឹងការដែលហ៊ូធ្វើបែបនេះវាធ្វើឲ្យសូរ៉ាន់គឺមិនពេញចិត្តនោះឡើយគេគិតថាហ៊ូគ្រាន់តែចង់ប្រើប្រាស់គេប៉ុណ្ណឹងអញ្ចឹងហើយសូរ៉ាន់គេក៏បានសម្រេចចិត្តចាចេញពីហ៊ូដើម្បីធ្វើជាសិស្សវិទ្យាល័យធម្មតាវិញហើយនឹងឈប់ពាក់ព័ន្ធនឹងពិភពលោកធម្មពលទៀនដែលធ្វើឲ្យហ៊ូនាងក៏បានគំរាមទៅកាន់សូរ៉ាន់ប្រសិនបើសូរ៉ាន់ចាចេញទៅនោះនាងនឹងសម្លាប់សូរ៉ាន់ចោលតែម្ដងប៉ុន្តែលើកនេះសូរ៉ាន់គេនៅតែដើរចាចេញទៀនរហូតដល់ហ៊ូនាងប្រើយុទ្ធសាស្ត្ររបស់នាងកាប់ផ្ទះជាពីរប៉ុន្តែវាមិនបានប៉ះពាល់ទៅដល់សូរ៉ាន់នោះឡើយក្រោយពីសូរ៉ាន់បានចាចេញមកក្រុមតេងកាយក៏បានមករកសូរ៉ាន់ដើម្បីឲ្យសូរ៉ាន់ទៅជួបនឹងជាវាយរបស់ពួកគេហើយសូរ៉ាន់គេក៏បានយកព្រមទៅជាមួយហើយនាងក៏បានប្រាប់ទៅកាន់សូរ៉ាន់ថាក្រៅពីប៉ក្រុមតេងកាយគឺជាអង្គការមួយដែលជួយទៅលើមនុស្សដែលមានធម៌ពលទាំងអង្គដែលបានបង្កើតឡើងដោយឪពុករបស់នាងហើយសូរ៉ាន់ក៏បានទៅជួបប៉ារបស់នាងតែគោលបំណងរបស់គាត់នោះគឺចង់ឲ្យសូរ៉ាន់ចូលក្នុងប៉របស់គាត់ហើយគាត់ក៏មិនទាន់ឲ្យសូរ៉ាន់យកព្រមមកលើដែរសូរ៉ាន់អាចគិតមើលសិនបានហើយបំណងរបស់គាត់មួយទៀតនោះគឺចង់ឲ្យសូរ៉ាន់តាក់ទងជាមួយនឹងកូនស្រីរបស់គាត់ប៉ុន្តែពេលនឹងសូរ៉ាន់គេមិនបាននិយាយអ្វីនោះទេចំណែកឯហ៊ូវិញបន្ទាប់ពីសូរ៉ាន់ចាចេញទៅនាងដូចជាមនុស្សបាត់បង់សតិអញ្ចឹងហើយពួកគេក៏ទទួលដំណឹងមកថាសូរ៉ាន់ពេលនេះគឺកំពុងតែនៅជាមួយនឹងប៉ាតេងកៃដែលជូយ៉ុនក៏បានឲ្យហ៊ូដោះស្រាយវាទៅប៉ុន្តែជូសានគេក៏បាននិយាយថាសូរ៉ាន់ចាចេញគឺដោយសារតែគេមានចំនួនជាមួយនឹងហ៊ូនេះឯងប្រសិនបើហ៊ូទៅដោះស្រាយនោះសូរ៉ាន់គេប្រហែលជាមិនយល់ព្រមនោះទេហើយពេលនឹងជូយ៉ុនគេក៏មានគំនិតមួយទៀតព្រោះគេដឹងថាសូរ៉ាន់គឺចូលចិត្តស្រីស្អាតខ្លាំងមែនទែនហើយគេក៏នៅព្រហ្មចារាទៀតអញ្ចឹងហើយគេក៏ចង់ជួស្រីស្អាតឲ្យទៅសុំទោសសូរ៉ាន់ប៉ុន្តែភ្លាមជូយ៉ុនគេក៏មានគំនិតមួយទៀតដែលលើកនេះគេនឹងតែងខ្លួនហ៊ូឲ្យកាត់ជាស្រីស្អាតដើម្បីទៅសុំទោសសារ៉ាន់ហើយប្រហែលលើកនេះអាចនឹងមានប្រសិទ្ធភាពកថាបានព្រោះថារូបរាងរបស់ហ៊ូមិនអត់ណែណាមើលទៅនាងក៏ស្អាតដែរគ្រាន់តែពេលខ្លះនាងមិនតែងខ្លួនតែប៉ុណ្ណឹងហើយចំពោះមេដឹកនាំរបស់ប៉ាតេងកៃវិញដោយសារតែចង់ឲ្យសូរ៉ាន់ចូលមកក្នុងប៉របស់គេក៏បានប្រាប់ទៅកាន់សូរ៉ាន់ថារវាងជីតារបស់គេរួមទាំងប៉ាតេងកៃគឺមានការជាប់ពាក់ព័ន្ធជាមួយនឹងគ្នាដែលនៅការសតវត្សទី20ពេលនោះគឺមានភាពច្របូកច្របល់ខ្លាំងមែនទែនដែលអ្នកមានធម៌ពលពិសេសគឺមានអំណាចជាងមនុស្សធម្មតានៅលើពិភពលោកហើយពេលនោះពួកគេគឺរស់នៅដោយសន្តិភាពខ្លាំងមែនទែនប៉ុន្តែនៅឆ្នាំ1944សង្គ្រាមសម្រាប់អ្នកមានធម៌ពលក៏បានកើតឡើងដែលបកធម៌ពលខ្លាំងពួកគេក៏បានប្រកួតគ្នាហើយបន្តមកទៀតគឺមានសាលាមួយដែលមានឈ្មោះថាសែនស៊ួយហើយនឹងស៊ួយស៊ុងដែលបានសេចក្ដីថានឹងកំចាត់អ្នកមានធម៌ពលណាដែលបំពេញនៅក្នុងពិភពធម៌ពលប៉ុន្តែអ្វីវាគ្រាន់តែជាការនិយាយរបស់ពួកគេតែប៉ុណ្ណឹងដែលពួកគេគឺមិនបានធ្វើតាមការនិយាយរបស់ពួកគេឡើយហើយសាលាសែនស៊ួយគឺផ្ដោតសំខាន់ទៅលើការវឹកហាត់ផ្លូវចិនហើយសិស្សទាំងអស់ពួកគេគឺតមហាឬដមស្រាហើយនឹងមានព្រហ្មចារីយ៍ទៀតទើបធ្វើឲ្យធម៌ពលឈីរបស់ពួកគេកាន់តែខ្លាំងចំណែកឯសាលាស៊ួយស៊ុវិញគឺផ្ដោតសំខាន់ទៅលើការវឹកហាត់ប្រលឹងរួមទាំងរាងកាយរបស់ពួកគេជាពិសេសនោះកាលណាដែលពួកគេបានប្រកួតនោះសត្រូវរបស់ពួកគេអាចនឹងវាយប្រហារផ្លូវចិនដូច្នោះហើយនៅពេលដែលគេប្រកួតចិត្តរបស់ពួកគេត្រូវតែរឹងដើម្បីឲ្យពួកគេអាចយកឈ្នះសត្រូវបានរួចហើយមេប៉ាថេងកៃគាត់ក៏បានបន្តទៀតថានៅប៉ុន្មានឆ្នាំក្រោយមកគាត់ក៏បានស្រាវជ្រាវឃើញប៉ាទាំងអស់ដែលបានឆ្លុះគ្នាក្នុងពិភពធម៌ពលហើយធម៌ពលពិសេសទាំងអស់នោះគឺមានដល់ទៅ8ឯណោះហើយអំណាចធម៌ពលទាំង8នោះក៏មានគិតថៃហ្គែននៅក្នុងនោះដែរហើយគាត់ក៏ទទួលបានអំណាចពីជីតារបស់គាត់ដែរដែលជីតារបស់គាត់ត្រូវបានហៅថាហ្វូថេនយូហើយចង់ដឹងថាការសម្រេចចិត្តរបស់សូរ៉ាន់នឹង
នឹងចូលទៅប៉ាថែនកៃឬក៏អននោះគឺមានតែតាមដាននៅភាពបន្តនោះទេសម្រាប់ភាព7នេះក៏បានមកដល់ទីបញ្ចប់ហើយប៉ុន្តែមុននឹងចាក់ចេញពីវីដេអូរបស់ admin កុំភ្លេច like វីដេអូរបស់ admin ម្នាក់មួយផងណាបាយបាយ